ជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះម៉ាំងសមែតមកពីក្រុម SU5 ថ្ងៃនេះផងដែរខ្ញុំមកធ្វើវីដេអូ record អំពី FPT server អញ្ចឹងសម្រាប់ដំបូងឡើយគឺខ្ញុំទៅចូលក្នុង AWS បន្ទាប់មកស្វែងរក security group ហើយខ្ញុំ create security group មួយមកបន្ទាប់ខ្ញុំដាក់ឈ្មោះ group server ហ្នឹងដាក់ថា FPT server security ចឹងទៅមកទៀតដាក់ description គឺដាក់ for learning ចឹងទៅមកទៀតខ្ញុំ create script security group ហ្នឹងមកយកមកអូខេចឹងបានហើយទៅមកទៀតខ្ញុំទៅក្នុង instance ដើម្បី launch instance មួយទៀតមកគឺដាក់ថា FPT server test ចឹងខ្ញុំយកUbuntu ហើយបន្ទាប់មកយកដូចដើមដូចយើងបង្កើតមុនចឹងហើយបន្ទាប់មកខ្ញុំបង្កើត key pair មួយ key pair ហ្នឹងខ្ញុំដាក់ឈ្មោះថា FTP server testing ចឹងដក clear ទេបន្ទាប់មក create key pair មកហើយយើង copy key pair ហ្នឹងយកទៅដាក់ desktop ឲ្យហើយដើម្បីងាយស្រួលរកចឹងខ្ញុំយកដាក់ក្នុង desktop មកខ្ញុំចូលទៅក្នុង AWS វិញខ្ញុំselect group របស់វាអញ្ចឹងខ្ញុំរើស group ដែលយើងបានបង្កើតមុនហ្នឹងគឺ FPT server security នេះបន្ទាប់មកខ្ញុំយក 20G អូខេអញ្ចឹងយើង default ទាំងអស់ទៅក្រៅពីហ្នឹងគឺយើង launch instance មកទៅមក instance យកទៅ instance ចឹងវាដើរហើយតើខ្ញុំទៅចូលទៅកែនៅក្នុង security group បន្តិចសិនចឹងមួយនេះចឹងចូលទៅកែវាខ្ញុំ edit មកទៅមក add rule ចឹងយើងយកនេះមកទឹកមកបន្ទាប់មកយើង save rule ឡើងមកហើយបន្ទាប់មកទៀតគឺយើងចូលទៅកាន់ instance បន្ទាប់មកចូលទៅកាន់ហើយយើងបានបង្កើតវិញបន្ទាប់មកចូលទៅ client ហើយបន្ទាប់មកយើង CD ទៅរក desktop របស់យើងមកហើយបន្ទាប់មកយើង LS ទៅរក file ដែលយើងបាន copy ដាក់មុនហ្នឹងនៅលើ desktop ហ្នឹង FPT server នេះឯងtesting អញ្ចឹងយើងchange mode ទៅកាន់ file មួយហ្នឹងមក change mode 400ទៅមក FTP server ចុច tab មកទៅមកយើង enter ហើយយើងចូលទៅ copy file មក copy comment យកមកដាក់មក
enter មកចឹងយើង yes មួយមក sorry យើង yes មួយមក okay ចឹងយើង connect បានហើយចឹងយើងហៅ MI ទៅសួរមួយចឹងយកបន្ទោត្រូវហើយបន្ទោមកខ្ញុំចូលទៅកាន់ directory home របស់វាមួយមក pwd sorry ច្រឡំ pwd អូខេចឹងយើងនៅក្នុង home របស់បន្ទោហ្នឹងបន្ទាប់មកយើងស៊ូទូ update វាមួយមក update សិនរបស់វាមួយចាំបន្តិចបន្ទាប់មកយើងupgrade វាមួយទៀតមកចឹងយើងសួរទូវិធី upgrade មួយទៀតមក yes អូខេទៅហើយចឹងចាំតិចទៅពង upgrade អូខេចឹងយើង upgrade ហើយរួចហើយខ្ញុំចូលបន្ទាប់ទៀតខ្ញុំ sudo apt បង្កើតដើម្បី install vsf tpd ចឹងយើង enter មក that's yeah ហើយទៅអូខេចឹងយើង install vsftp រួចហើយអូខេចឹងយើង cd ទៅកាន់ etc ដើម្បីមើល file direct ទៅកាន់ file ហ្នឹងក៏មកយើងsorry ចឹងយើង ls ទៅមកអត់ទេ sorry យើង ls ចឹងបន្ទាប់ពីយើងបង្កើត file និង install file vftp ហើយយើងក៏ចូលទៅ backup file នឹងទុកចឹងយើងខុសកន្លែង os ចឹង vs ftpd vs គេ enter មកបន្ទាប់មកយើងls ទៅរក -ls ទៅមើល file ហើយគ្លីកមកចឹងយើងមានអស់ហើយបន្ទាប់មកទៀតគឺយើងចូលទៅកែ file ខ្លះចឹងខ្ញុំកែឲ្យអស់ហើយសម្រាប់ file ទាំងអស់ហ្នឹងបន្ទាប់មកខ្ញុំ control យើងមើលហើយកែអស់ហើយចឹង control o enter បន្ទាប់មក control ដើម្បីចាក់ចេញចឹងរួចហើយអស់ហើយយើងធ្វើការrestart
sudo system restart មួយមកចឹងយើង sudo system ctl stature ដើម្បីមើលវាចឹងយើង enable ឲ្យអស់ហើយអូខេចឹងយើងទៅរក file Sela របស់យើងបន្ទាប់មកយើងចុះ site manager យើង create new site ទៅមកយក SSH file port យើងទៅ copy port របស់វាមក port IP អូខេ copy ដាក់ចូលទៅទៅមក user យើងដាក់ Ubuntu ហើយយើងទៅរក sorry ចឹងយើង key file ទៅមកយើងទៅរក file ពីមុននឹងមកដែលយើងបានអូខេនេះចឹង open អូខេទៅមកយើងចូលទៅវិញ site connect ចឹងចាំតិចអូខេយើង connect បានហើយទៅមកខ្ញុំចូលទៅបង្កើត directory file នៅក្នុងជំទង់នោះមួយយើងដាក់ថា ATP client ATP client មកហើយបន្ទាប់មកយើងអូខេមកហើយបន្ទាប់មកយើងទៅបង្កើត directory មួយទៀតនៅក្នុង ATP client THT ច្រឡំ directory ហ្នឹងអញ្ចឹងយើងបង្កើត directory មួយទៀតដែល testing .txt តើមកយើងអូខេមកហើយយើងចូលទៅកាន់ Git bus របស់យើងវិញយើងមក ls ft client របស់យើងតើមកយើង cd ទៅរក ft client មក ft client enter អូខេយើងចូលហើយបន្ទាប់មកយើង ls បន្ទាប់មកយើងសាកតេស្តទៅ nano ដើម្បី save នៅក្នុងនោះអញ្ចឹងយើង nano មក .testing .txt អូខេ enter មក ចឹងបាយទឹកក្នុងនោះមួយដាក់ welcome to Azure 5ទៅមកខ្ញុំទៅ control O ដើម្បី save enter ហើយ control ដើម្បីចាក់ចេញអូខេចឹងយើងខិតទៅមើល file របស់យើងមក អូខេ testing customer file.txt អូ sorry ច្រឡំខុសចឹងខ្ញុំសេខាងលើខុសចឹងថែមអាយនេះទៀតមកថែមអាយនៅខាងមុខអូខេចឹងយើងបានហើយសម្រាប់មេរៀនក៏មានតែប៉ុណ្ណឹងអរគុណគ្រូ